Paraគ្រប់ជ្រាបសួរពុកម៉ែបងប្អូនម្ចាស់ចំការស្វាយចន្ទីទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកធ្វើការចែកម្លែកតងទៅនឹងគម្លាតនៃការដាំចន្ទីណានេះខ្ញុំបានចុះមកចំការមួយនៅក្នុងភូមិហើយបានឃើញថាការរក្សាគម្លាតនៃការដាំចន្ទីបានគាត់គឺមើលចន្លោះរងគឺធំមែនតើនេះពុកម៉ែបងប្អូនអាចមើលបានពីដើមមួយមកដើមមួយទៀតគឺចន្លោះរងគឺ10ម៉ែត្រគឺគម្លាតឆ្ងាយហើយកម្មដែលគាត់ពីដើមមួយមកដើមមួយហ្នឹងគឺមានចន្លោះប្រហែលជា5ម៉ែត្រអញ្ចឹងកម្ម5ចន្លោះរង10ដូចពុកម៉ែបានឃើញនៅក្នុងវីដេអូនេះខ្ញុំចង់ចែកម្លែកតទៅនឹងការរៀបចំចន្លោះគម្លាតនៃការដាំចន្ទីគឺបងប្អូនអាចមើលចការផងគាត់នេះបានគឺឃើញថាកតុចន្លោះរងវែងមែនតើ10ម៉ែត្រប៉ុន្តែពុកម៉ែបងប្អូនអាចមើលចន្ទីផងគាត់វិញមើលចន្ទីផងគាត់ដោយសារតែដីនេះប្រភេទជាប្រភេទដីក្រហមនៅគ្រោះក្រហមគឺដីល្អអាចថាមិនជាដីក្រហមសុទ្ធទេវាមានថ្មមានគ្រោះចេះដែរប៉ុន្តែជាប្រភេទដីល្អដីទួលល្អនៅស្អាតហ្មងដីទួលស្អាតទៅលើឆាដីប្រភេទដីគ្រោះក្រហមណាប៉ុន្តែប្រភេទដីល្អលើភ្នំណាអញ្ចឹងក៏ឃើញថាចន្ទីគាត់គឺល្អមែនតើណាពុកម៉ែបងមើលផ្កាដងដើមស្លឹកគឺល្អពុកម៉ែបងមើលគឺស្លឹកច្រើនហើយផ្កាល្អទៀតផ្កាស្រស់ពុកម៉ែបងមើលផ្កាចន្ទីគាត់ទើបតែចេញផ្កាហើយនេះចាប់ដើមពួកក្តឹបហើយនេះផ្កានេះផ្កាផលិតបានជាក្តឹបឃើញថាក្តឹបច្រើនមែនតើពុកម៉ែបងប្អូនអញ្ចឹងខ្ញុំចង់ចែកម្លែកតទៅនឹងការគម្លាតនៃការដាំអញ្ចឹងដោយសារតែដីផាន់គាត់នេះប្រភេទដីទួលលើភ្នំដីក្រហមនៃគ្រោះក្រហមហើយគាត់រក្សាគម្លាតនេះគឺល្អមែនតើដោយសារតែអីដោយសារតែចន្ទីក្នុងស្ថានភាពដីបែបនេះបើសិនជាគាត់ដាំញើសអាចបើសិនជាគាត់ដាំគម្លាតពី7ម៉ែត្រ4ជ្រុងឬក៏8អីទៅឃើញថាវាញើសមែនតើអញ្ចឹងកាលណាដែលយើងរក្សាគម្លាតចិត្តគ្នាចន្ទីគាត់នឹងមែកនឹងដល់គ្នាណាបងប្អូនមែកនឹងដល់គ្នាសូម្បីតែគាត់រក្សាគម្លាត10ម៉ែត្រពីជួររងមួយទៅរងមួយនៅសល់មែកចន្ទីគាត់សឹងថាដល់គ្នាហើយបងប្អូននេះមើលកន្លែងខ្លះគឺវានឹងដល់គ្នាអញ្ចឹងកាលណាដែលមែកវាដល់គ្នាវាជ្រងនៅកន្លែងនេះបងប្អូនដូចកម្មនេះកម្មគាត់រក្សាគម្លាត5គេថាពីដើមមួយទៅដើមមួយគឺ5ម៉ែត្រអញ្ចឹងពុកបងឃើញដល់ចន្ទីទ្វេដល់គ្នាគឺវាជ្រុងឡើងចេះណាអញ្ចឹងការផលិតការផ្លែនគឺវាអត់សូវល្អទេដោយសារវាជ្រុងអញ្ចឹងគឺវាអត់មានពន្លឺថ្ងៃចូលហើយការសរសៃយកវាក៏អត់បានពេញលេញដែរអញ្ចឹងមែកហ្នឹងគឺអត់សូវផ្លែទេអញ្ចឹងបើយើងក៏លេចមកមើលមែកដែលក៏រសាចន្លោះរងឆ្ងាយឃើញថាមែកគឺវាធ្លាក់មកច្រើនមែនតើហើយវាមានពន្លឺថ្ងៃចូលគ្រប់គ្រាន់ឃើញថាវាផលិតបានផ្កាផ្លែឬក៏ត្រួយហ្នឹងគឺល្អមែនតើនេះពុកម៉ែបងប្អូនមើលបានហើយចង់ចែកម្លែកដល់ពុកម៉ែបងប្អូនដែលថាចន្ទីគឺយើងដាំគឺយើងចន្ទីផ្លែគឺកាលណាមែកច្រើនគឺវាផលិតបានជាផ្កាផ្លែច្រើនទៅតាមនឹងដែរឃើញចន្ទីផាន់គាត់នេះគឺការតែងមែកគឺគាត់អត់តែងទេអាមែកធំបែបនេះគឺក៏អត់តែងទេគាត់តែងតែកូនមែកទូចដែលវានៅក្នុងដើមវិញគាត់តែងមែកប៉ុន្តែគាត់កាត់នេះគឺការតាក់តែងនេះគឺអត់ល្អទេអញ្ចឹងយើងអាចកាត់ឲ្យគៀកបែបនេះដើម្បីកុំឲ្យវាស្អុយកាលណាវាស្អុយទៅវាបង្កើតបានជាជំងឺដល់ដើមអញ្ចឹងការតែងគឺយើងកាត់បែបឲ្យគៀកបែបនេះទើបល្អនេះកាលណាយើងកាត់អត់ស្អាតវាស្អុយបែបនេះ
អាហ្នឹងវាបកជាជំងឺហើយវាក្រសះវិញកាលណាបើយើងកាត់ឲ្យគៀកបែបនេះវានឹងងាយនឹងសះហើយវាអត់ស្អុយបែបនេះទេអញ្ចឹងចន្ទីគាត់នេះគឺទុកម៉ែច្រើនប៉ុន្តែដោយសារតែស្ថានភាពដីនៅទីនេះគឺជាការផាន់គាត់នេះគឺល្អហើយវាដើមចន្ទីផាន់គាត់គឺអត់អន់ទេគេថាគឺល្អមែនតើហើយតាមខ្ញុំបានសួរពោមេពីម្ចាស់ផ្កាគឺគាត់បានដាក់ជីដែរប៉ុន្តែគាត់ដាក់ជីPG NPK ហើយគាត់ដាក់តាមពីដើមរដូវហើយគាត់ដាក់រាល់ឆ្នាំជីប៉ុន្តែហើយផ្គប់ផ្សំនឹងដីល្អយើងឃើញថាចន្ទីផាន់គាត់នេះគឺផលិតបានដងដើមស្លឹកគឺល្អមែនតើហើយផ្លែហើយគាត់ទុកមែកបែបនេះគឺជាមែកផ្លែពុកម៉ែបងប្អូនកាលណាខ្ញុំចង់ចែកម្លែកថាបើសិនជាពុកម៉ែបងប្អូនកម្រិតនៃការដាំគឺវាអាស្រ័យទៅលើស្ថានភាពដីផាន់ពុកម៉ែបងប្អូនបើស្ថានភាពដីពុកម៉ែបងប្អូនជាដីមិនសូវមានជីជាតិដីប្រភេទដីមិនជាអំណោយផលទៅដល់ការដាំដុះស្វាយចន្ទីទេពុកម៉ែបងប្អូនអាចដាំកម្រិតទៅតាមស្ថានភាពដីជាក់ស្ដែងនេះក៏ជាការចែកម្លែកថាបើសិនជាដានស្ថានភាពដីផាន់ពុកម៉ែបងប្អូនគឺមានស្ថានភាពល្អដែលពេលដីទួលដីក្រហមដីអីទេដែលវាគិតថាចន្ទីពុកម៉ែបងប្អូនមានការលូតលាស់ល្អពុកម៉ែបងប្អូនគួរតែរក្សាកម្រិតឲ្យបានធំដើម្បីយើងអាចឲ្យចន្ទីផាន់យើងមានមែកសាខាកាន់តែច្រើនមែកសាខាកាន់តែច្រើនហ្នឹងគឺជាមែកដែលផលិតបានជាផ្កាផ្លែគឺបានល្អមែនតើដើម្បីយើងអាចអល់ទិន្នផលខ្ពស់ពុកម៉ែបងប្អូនខ្ញុំចង់ចូលរួមចែកម្លែកថាយើងកុំគិតថាយើងទុកកម្រិតធំបែបនេះវាខាតដីប៉ុន្តែជាក់ស្ដែងវាមិនសូវជាវាអាចតែខាតដីមែនប៉ុន្តែសំខាន់គឺដងដើមចន្ទីផាន់យើងវាមានមែកសាខាល្អអញ្ចឹងកាលណាវាមានមែកសាខាល្អវាផលិតបានជាផ្លែផ្កាបានល្អដូចខ្ញុំជម្រាបពុកម៉ែបងប្អូនពីដើមវីដេអូអញ្ចឹងគឺកាលណានេះកម្រិតរង10ម៉ែត្រអញ្ចឹងវានៅចន្លោះរងនឹងគឺយើងអាចដើរដើម្បីយើងធ្វើការបាញ់ថ្នាំឬក៏ថែទាំចន្ទីគឺបានងាយស្រួលប៉ុន្តែបើសិនពុកម៉ែបងប្អូនដាំយឹកពេកវាដល់ចន្ទីវាដល់គ្នាដូចនេះដូចចន្លោះកម្មពីដើមមួយទៅដើមមួយនេះអញ្ចឹងយើងឃើញថាមែកវាស្រោងឡើងលើចេះនេះកាលណាមែកស្រោងឡើងលើចេះគឺវាអត់មានបានជាផលិតផ្លែផ្កានោះគឺបានពេញលេញទេវាអត់សូវមានផ្លែមានផ្កាអញ្ចឹងទេក៏ចំណុចនេះក៏ខ្ញុំចូលរួមចែកម្លែកដល់ពុកម៉ែបងប្អូនការរក្សានៅកម្រិតដើមស្វាយចន្ទីដែលពុកម៉ែបងប្អូនដាំហ្នឹងគឺវាពិតជាមានសារៈសំខាន់ក្នុងការឲ្យចន្ទីបងប្អូនអាចផលិតបាននៅទិន្នផលបានខ្ពស់ប៉ុន្តែអាស្រ័យលើពុកម៉ែបងប្អូនជាអ្នកម្ចាស់ចម្ការហ្នឹងមើលទៅតាមស្ថានភាពដីផាន់ពុកម៉ែបងប្អូនដែលចង់ដាំចន្ទីហ្នឹងជាវៀងដែលពុកម៉ែបងប្អូនខ្ញុំតាមអ្វីដែលខ្ញុំធ្លាប់ជួបពីមុនមកពុកម៉ែបងប្អូនថាអាចដាំញើសបានប៉ុន្តែនៅពេលដែលឃើញតែចន្ទីចៀតពុកម៉ែបងប្អូននឹងកាត់ចន្លោះមួយដើមម្លងម្ដើមកាត់មួយដើមចោលអញ្ចឹងណាប៉ុន្តែអានេះក៏ជាការយកឃើញផាន់ខ្ញុំប៉ុន្តែពុកម៉ែបងប្អូនអាចយកឃើញផ្សេងប៉ុន្តែការយកឃើញខ្ញុំបើសិនជាយើងដាំហើយដល់ពេលចន្ទីពុកម៉ែបងប្អូនធំហើយពុកម៉ែបងប្អូនកាត់ចោលវិញមិនគិតថាពុកម៉ែបងប្អូនអាចនឹងខាតយ៉ាងម៉េចដោយសារដំបូងឡើយពុកម៉ែបងប្អូនត្រូវទិញពូជមកត្រូវចំណាយលុយហើយពុកម៉ែបងប្អូនយកមកដាំត្រូវការថែទាំឲ្យរយៈពេល3-4 ឆ្នាំ4-5 ឆ្នាំហើយដល់ពេលឆ្អៀតពុកម៉ែបងប្អូនកាត់ចោលមេថាចន្ទីកំពុងតែពេញប្រមូលផលហើយពុកម៉ែបងប្អូនកាត់ចោលវិញអញ្ចឹងមានថាពុកម៉ែបងប្អូនខាតទាំងថវិកាក្នុងការទិញពូជមកហើយខាតពេលវេលាក្នុងការថែទាំអស់រយៈពេល3-4 ឆ្នាំហើយដល់ពេលបានផលមិនទាន់បានយកផលផងចន្ទីឆ្អៀតកាត់ចោលវិញអញ្ចឹងវាធ្វើពុកម៉ែបងប្អូនខាតពេលហើយនឹងខាតថវិកាក្នុងការចំណាយអញ្ចឹងទេមុននឹងតាមអាចពុកម៉ែបងប្អូនធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវជៀសវាងការខាតបង់ពេលវេលាក៏ដូចជាថវិកានេះចន្ទីបងប្អូនឃើញថាដើមខ្លះក៏មានផ្លែដែរឃើញថាផ្លែល្អបងប្អូននេះមកឆ្កោមកបងប្អូនខ្ញុំអត់
នេះមកជាកោបនេះខ្ញុំអត់ចាប់ស្គមពោះគ្នានេះបងប្អូននេះផ្លែច្រើនមែនតើអានេះវាទទួលបានពលឺថ្ងៃគ្រប់គ្រាន់នេះវាមានកោបនេះបងប្អូននេះផ្លែល្អបងប្អូនអាចមើលបានចឹងអានេះជាការចូលរួមចែកម្លែកអ្វីដែលខ្ញុំបានឆ្លងកាត់ហើយខ្ញុំបានឃើញជាក់ស្ដែងនៅក្នុងចំការសម្រាប់ពួកម៉ែបងប្អូនតើយល់យ៉ាងណាដែរតើតើនឹងការរក្សាការដាំរក្សានៅកម្លៀតរងបែបនេះបើសិនជាពួកម៉ែបងប្អូនមានជាគំនិតមានជាយុផលអីអាចធ្វើការចែកម្លែកនៅក្រោមវីដេអូបានខ្ញុំបាទថាតើយើងគួរដាំគំនិតបែបណាដែលសមស្របឬក៏អីដើម្បីយើងអាចថាជាផលប្រយោជន៍ទៅដល់ពួកម៉ែបងប្អូនដែលគាត់ចង់ជ្រើសរើសនៅការដាំដើមស្វាយចន្ទីខ្ញុំគឺថាខ្ញុំមានតែប៉ុណ្ណឹងក្នុងការចែកម្លែកជាមួយនឹងវីដេអូមួយនេះហើយបើសិនជាពួកម៉ែបងប្អូនគិតថាការចែកម្លែកផងខ្ញុំនេះមានស្ថាប្រយោជន៍ពួកម៉ែបងប្អូនអាចធ្វើការចុច like ធ្វើការ share ឬក៏ជួយ subscribe ឬក៏ follow នៅpage នឹងchannel YouTube របស់ខ្ញុំបាទផងហើយសម្រាប់ពួកម៉ែបងប្អូនដែលមានចម្ងល់ឬក៏ចង់ចែកម្លែកនៅចំណេះដឹងអីតទៅនឹងការកម្រិតនៃការដាំផ្លែចន្ទីនេះបងប្អូនអាច comment នៅខាងក្រោមវីដេអូដើម្បីខ្ញុំអាចស្វែងយល់បន្ថែមក៏ដូចជាពួកម៉ែបងប្អូនដែលចង់ឲ្យខ្ញុំធ្វើការចែកចម្លែកវីដេអូអ្វីបន្តទៀតអាច comment នៅក្រោមវីដេអូរបស់ខ្ញុំបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលាបាយ